문화와 정보, 한국인의 여가 생활. វប្បធម៌និងចំណុចគួរយល់ដឹងសេរីភាពក្នុងការរស់នៅរបស់ជនជាតិកូរ៉េ 주 52시간 근무제가 정착되고 출퇴근 시간을 탄력적으로 선택할 수 있는 유연 근무제가 확대되면서 한국인들의 여가 시간이 늘어나고 있습니다. 문화체육관광부 2023에서 실시한 국민 여가활동 조사에 따르면 한국인의 평균 여가 시간은 평일에는 3.6시간, 주말에는 5.5시간이라고 합니다. 한국인 10명 가운데 6명은 자신이 즐기는 문화 및 여가 생활에 만족하고 있는 것으로 나타났습니다. ដោយមួយសប្តាហ៍ធ្វើការងារ52ម៉ោងត្រូវបានបង្កើតឡើងនិងការវិភាគការងារដែលអាចបត់បែនបាននយោជិតអាចជ្រើសរើសម៉ោងសម្រាប់ខ្លួនឯងធ្វើឲ្យប្រជាជនកូរ៉េកាន់តែមានពេលវេលាសម្រាប់បន្ថែមទៀតយោងតាមការស្ទាបស្ទង់សកម្មភាពកម្សាន្តជាតិដែលធ្វើឡើងដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍2023ជនជាតិកូរ៉េជាមធ្យមមានពេលសម្រាក 8.6 ម៉ោងនៅថ្ងៃធ្វើការនិង 8.5 ម៉ោងនៅចុងសប្តាហ៍ជនជាតិកូរ៉េ 6 នាក់ក្នុងចំណោម 10 នាក់ពេញចិត្តនឹងសកម្មភាពវប្បធម៌និងការកម្សាន្តរបស់ពួកគេ 또한 한국인들이 가장 많이 하는 여가 활동에 대해 조사한 결과 TV 시청이 60.8%로 가장 높게 나타났습니다. 산책 및 걷기가 43.5%, 모바일 컨텐츠 및 OTT 시청이 43.3%로 그 뒤를 이었습니다. 이어 잡담, 통화하기 32.8%, 쇼핑, 외식 26.3%, 인터넷 검색, 영상 편집 25.3%에 친구와의 만남 22%의 순이었습니다. ការស្ទង់មតិលើសកម្មភាពកម្សាន្តដ៏ពេញនិយមបំផុតរបស់ប្រជាជនកូរ៉េបានបង្ហាញថាការមើលទូរទស្សន៍បានឈរនៅលើកំពូលតារាងនៅ 60.8% បន្ទាប់មកដើរលំហែ 43.5% និងមើលមតិកម្មកម្សាន្តតាមទូរស័ព្ទនិង OTT 43.3% បន្ទាប់មកការជជែកកម្សាន្តនិងការទូរស័ព្ទជាប្រចាំ 32.8% ដើរទិញអីវ៉ាន់និងអាហារពេលល្ងាច 26.3% ការរុករកតាមអ៊ីនធឺណិតនិងការកែសម្រួលវីដេអូ 25.3% និងជួបមិត្តភក្តិជា 22%. 한국에서 일과 삶의 조화로운 균형을 중시하는 사회적 분위기가 확산하면서 여가의 질을 높이려는 사람들의 관심 또한 높아지고 있습니다. 여가에 관한 전문 서적이 출간되기도 하고 대학의 관련 학과가 개설되기도 하였습니다. 큰 부담 없이 여럿이 즐길 수 있는 파크 골프나 풋살과 같은 다양한 스포츠 시설도 증설되고 있습니다. ដោយសារបរិយាកាសសង្គមក្នុងប្រទេសកូរ៉េឲ្យតម្លៃលើតុល្យភាពការងារនិងជីវិតដែលចុះសម្រុងគ្នាការចាប់អារម្មណ៍លើការលើកកម្ពស់គុណភាពនៃការកម្សាន្តក៏កំពុងកើនឡើងផងដែរសៀវភៅឯកទេសស្ដីពីការលំហែកំពុងត្រូវបានបោះពុម្ពនិងនាយកដ្ឋានពាក់ព័ន្ធកំពុងត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យកន្លែងកីឡាជាច្រើនដូចជាកីឡាវាយកូនហ្គោលនិងហ្គេមបាល់ទាត់ហ្វូតសាលដែលមនុស្សគ្រប់គ្នាអាចរីករាយបានដោយមិនខ្វល់លើចំណាយលុយច្រើនក៏កំពុងរីកសុសសាយផងដែរ